មិនចាំបាច់មានឡដុតឬដីឥដ្ឋក៏អាចខ្វៃមាន់បានដែរប្រើត្រឹមតែឆ្នាំងបាយអគ្គិសនីមួយគឺគ្រប់គ្រាន់ហើយដំបូងត្រូវយកមាន់មកកាត់សម្អាតក្រចកចេញដាក់អំបិលម៉ាត់មួយស្លាបព្រាត្រដុសស្បែកមាន់ចុះឡើងដើម្បីលាងសម្អាតជាតិខ្លាញ់និងក្លិនមាន់បន្ទាប់មកចាក់ទឹកក្តៅធម្មតាលាងវាសម្អាតជាមួយទឹកក្តៅដើម្បីងាយស្រួលជម្រះក្លិននិងខ្លាញ់បានល្អលាងរួចស្រង់មាន់ចេញចាក់ស្រាមួយវែកប្រឡាក់មាន់ឲ្យសព្វនិងស្រោចទឹកក្តៅដាំពុះពីលើស្រង់មាន់ដាក់ឲ្យស្រោចទឹករួចចាក់ទឹកស៊ីអ៊ីវចូលកន្លះវែកដាក់គ្រឿងសាស៊ីវចូលចាក់បន្ថែមប្រេងសណ្តែកឬប្រេងអូលីវចូលបន្តិចម៉ាស្សាស្បែកមាន់និងសាច់មាន់ឲ្យចូលសព្វគ្រឿងល្អទាំងខាងក្រៅនិងខាងក្នុងមូសដើមខ្ទឹមញាត់ចូលក្នុងពោះមាន់ផ្អាប់វាទុករយៈពេល2ម៉ោងបន្ទាប់មករៀបចំឆ្នាំងបាយលាបប្រេងនិងដាក់គ្រឿងពីក្រោមដាក់មាន់ពីលើនិងយកទឹកដែលនៅសល់ពីគ្រឿងប្រឡាក់មាន់នឹងចាក់ស្រោចពីលើដាក់ដុតវារយៈពេល30នាទីឡើងអំឡុងពេលដុតមាន់ប្រហែលជា10នាទីម្ដងត្រូវដួសទឹកដែលប្រឡាក់មាន់នឹងស្រោចពីលើមាន់ដើម្បីឲ្យចូលជាតិក្នុងសាច់និងមានពណ៌ល្អ30នាទីក្រោយមកអាចយកចង្កឹះចាក់មាន់នៅផ្នែកដែលក្រាស់ជាងគេមើលបើសិនជាមិនមានឈាមហូរចេញមកទេបានន័យថាឆ្អិនល្អហើយ